ជំរាបសួរបងប្អូនអរនេះវីដេអូនេះសូមបង្ហាញបងប្អូនពីរបៀបដូរសំឡេងពីគេខលចូលនៅក្នុង Telegram ហើយសូមបញ្ជាក់ថានៅក្នុង Telegram វាអត់មានសំឡេងផ្ទាល់ខ្លួនរបស់វាទេគឺវាយកសំឡេងពីទូរស័ព្ទរបស់យើងប្រភេទទូរស័ព្ទរបស់យើងឲ្យយើងនឹងដាក់សំឡេងនឹងចូលហើយអញ្ចឹងសម្រាប់ឲ្យយើងរើសពីជួនកាលខ្លះទៅគឺពេលយើងខលលេខតាមលេខធម្មតាក៏សំឡេងដូចគ្នា Telegram ក៏ដូចគ្នាអញ្ចឹងហើយបងប្អូនអាចបដូរ Telegram ខុសគ្នាជាមួយនឹងពេលខលចូលធម្មតានៅក្នុងទូរស័ព្ទទៅគឺវាស្រួលជាងអញ្ចឹងបងប្អូនធ្វើតាមខ្ញុំបងប្អូនចូលទៅក្នុង Telegram មកបន្តទៀតបងប្អូនចូលឡើងត្រេ3បន្តទៀតបងប្អូនលើពាក្យថា call បន្តទៀតបងប្អូនរើសពាក្យថា setting បាទបន្តទៀតបងប្អូនរើសពាក្យថា notification and sound ចូលមកខាងរូបកណ្ដឹងនោះអូខេចូលមកអូខាងក្រោមបន្តិចឃើញពាក្យថានេះ ringtone បងប្អូននេះគេ ringtone នេះចូលមកបាទបន្តមកទៀតមកដល់កន្លែងនេះគឺកន្លែងជាសំឡេងដែលគេឲ្យយើងបានឲ្យយើងរើសអញ្ចឹងបងប្អូនរើសយកសំឡេងចុចរើសសំឡេងដែលបងប្អូនត្រូវការអាចចុចស្ដាប់ហើយចាំរើសយកទៅបាទចុចទៅបាទតែប៉ុណ្ណឹងយើងចុច back មកក្រោយមកគឺជាប់អូតូបងប្អូននេះអូខេនេះ classic គឺសំឡេងដែលខ្ញុំបានរើសមិញហ្នឹងតែប៉ុណ្ណឹងទេបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ